អាល់ទាំងពលរដ្ឋនិងសមត្ថកិច្ចបុរសម្នាក់ភ្ជង់ក៏ប្រពន្ធនឹងកំបិតព្រោះភ្លើងប្រច័ណ្ឌតែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលស្វ័យរៀងករណីហិង្សាក្នុងគ្រួសារដ៏គួរឲ្យភ្ញាក់តក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង 2:30 នាទីរសៀលថ្ងៃទី22ខែកក្កដាឆ្នាំ2026នៅតូបលក់ដូររបស់ឈ្មោះឃ្លោកសំអនជាប់មាត់ទន្លេវ៉ៃគោស្ថិតក្នុងភូមិស្រះវងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងតាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះហិនរ៉ាធីភេទប្រុសអាយុ41ឆ្នាំមុខរបរលក់ដូរបានរករឿងឆ្លោះនិងចោទប្រពន្ធឈ្មោះឃ្លោកសំអនអាយុ36ឆ្នាំថាមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេងក្នុងកំហឹងភ្លើងប្រច័ណ្ឌជនសង្ស័យបានវាយប្រពន្ធចំនួន2ដៃបណ្ដាលឲ្យដួលនិងមានស្នាមជាំហើមនៅថ្ពាល់ទាំងសងខាងមុននឹងយកកាំបិតចិតបន្លែភ្ជង់កនិងស្រែកគំរាមថាប្រសិនបើនរណាម្នាក់ហ៊ានចូលមកជិតនឹងចាក់សម្លាប់ប្រពន្ធភ្លាមក្រោយទទួលព័ត៌មានលោកវរៈសេនីយ៍ឯកសំសុភ័ណ្ឌអធិការនគរបាលក្រុងស្វាយរៀងបានដឹកនាំកម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះអន្តរាគមន៍ភ្លាមខណៈសមត្ថកិច្ចចូលទៅឃាត់ខ្លួនជនសង្ស័យបានព្យាយាមចាក់ប្រពន្ធចំនួន2កាំបិតប៉ុន្តែមិនបណ្ដាលឲ្យរងរបួសដោយសារសមត្ថកិច្ចជួយទប់ស្កាត់បានទាន់ពេលវេលាជនសង្ស័យថែមទាំងតដៃជាមួយសមត្ថកិច្ចមុនពេលត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងកាំបិតចិតបន្លែមួយដើមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃអំពើហិង្សានេះគឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌបច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់សូមចូលទៅកាន់គេហទំព័រ freenewscambot.com ដើម្បីអានព័ត៌មានថ្មីៗរហ័សច្បាស់លាស់និងទាន់ហេតុការណ៍ពី SR News